សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីការបង្កើត Gmail នៅលើទូរស័ព្ទដៃងាយស្រួលមែនអត់មានអីពិបាកទេតែមានបងប្អូនខ្លះគាត់ថាគាត់បង្កើតអត់បានអញ្ចឹងហើយអ្នកនរគ្នាអាចមើលវីដេអូនេះហើយដល់ចប់ទៅអ្នកនរគ្នានឹងចេះបង្កើតវីដេអូដោយខ្លួនឯងនៅលើទូរស័ព្ទដៃរបស់អ្នកនរគ្នាតោះទៅទស្សនាវីដេអូរបស់អ្នកនឹងហើយអ្នកនរគ្នាពេលអ្នកនរគ្នាចូលមកកាន់ទូរស័ព្ទដៃរបស់អ្នកនរគ្នាសម្រាប់អ្នកប្រើ iPhone អ្នកនរគ្នាចុច Safari ហើយអ្នកនរគ្នាវាយពាក្យថា create Gmail account នៅលើគេនេះអ្នកនរគ្នាចុចមកហ្នឹងហើយអ្នកនរគ្នាយកលើគេនេះមក create a Gmail account អ្នកនរគ្នា scroll មកក្រោមមកអ្នកនរគ្នាឃើញពាក្យថា create an account ចុចទៅនឹងមកហើយអ្នកនរគ្នាចង់បង្កើត Gmail មួយថ្មីអ្នកនរគ្នាចុច create account ខាងក្រោមនេះខាងឆ្វេងដៃហ្នឹងហើយអ្នកនរគ្នានៅក្នុងហ្នឹងវាមានជម្រើស3បងអ្នកនរគ្នាអាចយក for my personal use យើងចុចហ្នឹងមកហើយអ្នកនរគ្នាដាក់ឈ្មោះមកអ្នកនរគ្នាចង់ដាក់ឈ្មោះអីក៏បានដែរឧទាហរណ៍ឥឡូវខ្ញុំដាក់ឈ្មោះខ្ញុំអូខេចុច next ហើយយើងរើសថ្ងៃមកថ្ងៃនេះយើងចេះតែដាក់ក៏បានដែរអីទេគេដល់យើងដាក់ mail មកសម្រាប់ page ប្រុសហើយយើងចុច next ទៀតអានេះវាឲ្យយើងរើសចង់ថានៅក្នុងហ្នឹងយើងអាចរើសមួយបានអត់អីទេអ្នកនរគ្នាយកមួយណាក៏បានឬក៏ចង់បង្កើតខ្លួនឯងក៏បាននេះខ្ញុំខុសឧទាហរណ៍អញ្ចឹងខ្ញុំយកលើគេនេះហើយចុច next ទៀតហើយដាក់ passcode ដាក់ password សម្រាប់ការដាក់ password អ្នកនរគ្នាដាក់ឲ្យរៀងវែងតិចឬក៏មានលេខអក្សរតូចអក្សរធំឬក៏សញ្ញាអីបានវាលក្ខណៈថា strong អញ្ចឹងអត់ងាយមានអ្នក hack បានអញ្ចឹងអ្នកនរគ្នាដាក់មកដាក់ស្អីក៏បានឲ្យតែអ្នកនរគ្នាថាដាក់ទៅអ្នកនរគ្នាចាំទៅឥឡូវខ្ញុំឧទាហរណ៍ថាដាក់ខ្ញុំដាក់ចឹងចុះហើយខ្ញុំ copyនេះតែខោហើយចុច next ហើយអ្នកនរគ្នាចង់ save ក៏បានអត់ក៏បានសម្រាប់ខ្ញុំក៏ឧទាហរណ៍ចង់ខ្ញុំអត់ save ទេចុច note ណាហើយយើង add លេខទូរស័ព្ទរបស់យើងនៅប្រើហ្នឹងយើង add ចូលមកនេះខ្ញុំគាត់នេះអូយខុសអ្នកនរគ្នា add ហើយអ្នកនរគ្នាចុច next ហើយវានឹង load លេខកូដមក Google របស់យើងអញ្ចឹងយើងចុចផាសតែម្ដងមកហើយយើងចុចសម្រាប់ចង់ recover Gmail ហ្នឹងយើង add Gmail ណាមួយបន្ថែមក៏បានតែសម្រាប់ខ្ញុំឧទាហរណ៍អញ្ចឹងខ្ញុំចុច skip ខាងឆ្វេងដៃហើយខ្ញុំចុច next scroll មកក្រោមយើងចុច agree ឥឡូវនេះខ្ញុំបាន account Gmail មួយដ៏ថ្មីស្រឡាងចឹងអ្នកនរគ្នាអាចបង្កើត Gmail ទៅតាមវីដេអូរបស់ខ្ញុំបានគ្រាន់តែមើលវីដេអូនេះចប់ទៅហ្នឹងហើយអរគុណសម្រាប់វីដេអូខ្ញុំមានតែប៉ុណ្្នឹង